ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើកាហ្វេពងមាន់ហើយកាហ្វេពងមាន់នេះយើងយកតែចំណែកក្រហមនោះទេយើងយកចំណែកសដាក់វាដោយផ្សេងយកចំណែកក្រហមមកវាយវាឲ្យទៅជាគ្រីមហើយអ្វីដែលសំខាន់បំផុតគឺទឹកវ៉ានីឡាយើងមិនអាចខ្វះបានទេទឹកវ៉ានីឡាព្រោះថាទឹកនេះជួយឲ្យកាហ្វេកាន់តែឈ្ងុយហើយត្រូវនឹងពងមាន់យើងវាយឲ្យឡើងគ្រីមខាប់ទៅជាគ្រីមបែបនេះគឺមានរសជាតិកាហ្វេឆ្ងាញ់តែម្ដងប៉ុន្តែបើសិនជាខ្វះទឹកវ៉ានីឡាគឺអត់ឆ្ងាញ់នោះទេព្រោះថាពងមាន់វានឹងលុបក្លិនកាហ្វេបាត់ហើយបើសិនជាយើងដាក់ទឹកវ៉ានីឡាចូលគឺទឹកវ៉ានីឡាហើយនិងកាហ្វេបុកចូលគ្នាគឺធ្វើឲ្យកាហ្វេមានរសជាតិឆ្ងាញ់ហើយឈ្ងុយទៀតញ៉ាំហើយគឺឈ្ងុយឆ្ងាញ់ដក់ជាប់អារម្មណ៍តែម្ដងហើយគ្រីមរបស់យើងវាយឲ្យវាឡើងខាប់ល្អហើយចំពោះរសជាតិផ្អែមយើងអាចប្រើទឹកស្ករក៏បានប្រើទឹកដោះគោខាប់ក៏បានស្រេចលើចំណូលចិត្តចំពោះបងប្អូនខ្លះគាត់អត់ចូលចិត្តញ៉ាំទឹកដោះគោទេគឺគាត់ញ៉ាំស្ករជំនួសវិញប្រើទឹកស្ករវិញចំពោះកាហ្វេយើងប្រើកាហ្វេម៉ាស៊ីនប៉ុន្តែបើសិនជាយើងអត់មានកាហ្វេម៉ាស៊ីនទេយើងអាចជំនួសដោយកាហ្វេកញ្ចប់យើងឆុងយកកាហ្វេក្តៅចំណែកឯទឹកដោះគោនេះសម្រាប់កម្រិតអ្នកញ៉ាំកាហ្វេចាស់ប៉ុន្តែបើអ្នកអត់ចេះញ៉ាំចាស់គឺយើងបន្ថែមបរិមាណទឹកដោះគោឲ្យឡើងដល់45 ml ឬក៏50 ml បើមិនអញ្ចឹងទេគឺខ្វះរសជាតិមិនឆ្ងាញ់នោះទេសំខាន់បំផុតគឺយើងដាក់តម្រូវមាត់របស់អ្នកញ៉ាំមានកម្រិតញ៉ាំផ្អែមខុសគ្នាអ្នកខ្លះគាត់ចូលចិត្តញ៉ាំផ្អែមខ្លាំងអ្នកខ្លះចូលចិត្តញ៉ាំរាងល្វីងអ្នកខ្លះគាត់មិនដាក់ស្ករតែម្ដងគឺគាត់ចូលចិត្តល្វីងហើយរសជាតិគឺញ៉ាំមានអារម្មណ៍ថាឈ្ងុយវ៉ានីឡានិងកាហ្វេបុកចូលគ្នាហើយនឹងខ្ទិះជាមួយនឹងគ្រីមពងមាន់របស់យើងគឺរសជាតិឆ្ងាញ់ប្លែកខ្លាំងណាស់បងប្អូនសាកធ្វើញ៉ាំនៅផ្ទះក៏បានដែរអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូពីដើមរហូតដល់ចប់បើសិនជាស្រឡាញ់ចូលចិត្តសូមជួយ Subscribe ម្នាក់មួយផងជូនពរឲ្យបងប្អូនទាំងអស់គ្នាបានក្តីសុខក្តីចម្រើននិងមានសុខភាពល្អគ្រប់គ្នាអរគុណច្រើនសូមបញ្ជាក់បងប្អូនគ្រីមរបស់យើងអាចវាយនឹងដៃបានមិនបាច់ចាំតែប្រើម៉ាស៊ីននោះទេអរគុណច្រើន